យ៉ាហូមករាដេសអូខេសួស្តីអ្នកគ្នាខ្ញុំមករាហើយថ្ងៃនេះគឺមាន bullshit ថ្មីសម្រាប់ណែនាំជូនអ្នកគ្នាអូខេតើឥឡូវទៅមើលមួយគ្នាតែម្ដង bullshit របស់យើងថ្ងៃនេះគឺឈ្មោះថា te hen ហ្នឹងគឺអត្ថន័យរបស់វាគឺតកតងជាមួយនឹងដៃរបស់យើងដៃចាអញ្ចឹងចំពោះពាក្យនេះកាន់ជីណាដែលមានភ្ជាប់ជាមួយនឹង te hen នៅខាងឆ្វេងដៃនោះវានឹងមានអត្ថន័យតកតងមួយនឹងដៃការប្រើប្រាស់ដៃសកម្មភាពដៃចាអញ្ចឹងឥឡូវយើងទៅមើលពាក្យទាំងអស់គ្នាពាក្យទី1គឺសាសដែលមានន័យថាចង្អុលអ្នកនេះពាក្យថាចង្អុលគឺយើងប្រើដៃចង្អុលហ្នឹងត្រូវអត់នេះសាមញ្ញមែនតើតែពេលខ្លះយើងថាចង្អុលពេលខ្លះឥឡូវគេប្រើមាត់ចង្អុលប៉ុន្តែជាទូទៅចង្អុលគឺដៃហើយតើខ្ជិលខ្លាំងហើយធម្មតាគឺដៃនេះសាសអូសចុចមកនេះដូចគ្នាដែរមិនតែណាប្រើចុចប្រើមាត់ទៅចុចទេប្រើដៃហ្នឹងហើយចុចកុងតាក់បើកកុងតាក់បិទកុងតាក់ឬក៏បជាផ្សេងចុចទូរស័ព្ទនេះដៃនេះអូសឬក៏រុញអ្នកគ្នារុញក៏បានតែអូសមានតែចុចផងមានន័យថារុញផងអញ្ចឹងយើងរុញទ្វាររុញអីទៅក្នុងហ្នឹងពេលយើងដើរចូលឯណាមួយអញ្ចឹងគេដាក់ពាក្យអូសរុញអញ្ចឹងយើងប្រើដៃរុញតែពេលខ្លះអ្នកខ្លះប្រើដៃរុញហ្នឹងយកស្មាឬយកខ្លួនទៅរុញអីហ្នឹងមកប្រើអីក៏បានប៉ុន្តែជាទូទៅគឺដៃហើយចាអញ្ចឹងអូសនេះសាហ្គាសគឺស្វែងរកនេះស្វែងរកអីមួយច្បាស់ជាត្រូវការដៃណាអើយនៅណាចេះទុកនៅណាចេះណាសោដាក់នៅក្នុងកាបូបអញ្ចឹងរកដកហើយចាអញ្ចឹងដៃរកមុតមានឬក៏កាន់មកកាន់កាបូបខាបាំងមុតនេះធម្មតាយើងប្រើដៃហើយកាន់កាបូបយួរកាបូបអីផ្សេងយើងមានលុយក៏ដូចគ្នាធម្មតាមានលុយគឺកាន់ដៃពេលខ្លះយើងទុកកប៉ៅទុកកាបូបអីមែនតែលុយគឺកាន់ដៃនឹងឯងស្ទេរបោះចោលហើយអ៊ីរ៉ាណាយហើយបោះចោលដូចគ្នាហើយដៃយើងចាប់កវែងបោះទៅរបស់ណាមិនត្រូវការមកស្ទេឬបាទណាហ្គេរបោះឬក៏កវែងអានេះយើងបោះឬក៏កវែងអីមួយអញ្ចឹងណាគ្នាក៏យើងប្រើដៃដូចគ្នាដែរណាណាហ្គេរហើយអញ្ចឹងសតតែជាពាក្យដែលបង្ហាញអំពីសកម្មភាពដែលប្រើដៃកាយវិការដែលប្រើដៃដោយសារតែមាន te hen អញ្ចឹងលោកអ្នកអាចចំណាំបានកាលណាមាន te hen ណាហើយនៅខាងឆ្វេងដៃបែបនេះគឺពាក្យគឺនឹងមានអត្ថន័យតទៅមួយនឹងការប្រើប្រាស់ឬក៏សកម្មភាពដៃនឹងឯងអូខេចាអញ្ចឹងយើងនឹងជួបគ្នាជាមួយនឹង bullshit ផ្សេងទៀតចាណា